Okay, so today talk ni so welcome back to my video ជាបន្តទៀតហើយចឹងថ្ងៃនេះឆ្លងទៅប្រកាន់សំណួរបងប្អូនចំពោះការសាកសួរមកកាន់បងថាបងតើការសិក្សាទៅលើជំនាញវិអការវាមានភាពលំបាកខ្លាំងអត់អូខេចឹងថ្ងៃនេះឆ្លងទៅប្រកាន់សំណួរបងប្អូនវិញចំពោះបងប្អូនដែលត្រៀមខ្លួនក្នុងការប្រឡងចូលមកកាន់ផ្នែកសិក្សាពិបាលហើយជ្រើសរើសទៅលើការសិក្សាទៅលើជំនាញដុកទ័រចំពោះការសិក្សាទៅលើជំនាញដុកទ័រគឺយើងដឹងថាការសិក្សាទៅលើជំនាញហ្នឹងគឺវាទាមទារពេលវេលាយូរសម្រាប់យើងខាងមែនតើពេលយើងទទួលបានជោគជ័យក៏ដូចជាការបញ្ចប់ការសិក្សាទៅលើជំនាញដុកទ័រហើយមួយទៀតគឺអាស្រ័យទៅលើការតស៊ូព្យាយាមរបស់បងប្អូនថាតើការសិក្សាទៅលើជំនាញហ្នឹងគឺយើងពិតជាចង់រៀនក៏ដូចជាការឆ្លាញ់ទៅលើផ្នែកមួយទាំងមែនអត់បើសិនជាយើងតាមគ្នាអាចថាការសិក្សារបស់យើងអាចមានជួបកត្តាបញ្ហាច្រើនតែបើសិនជាយើងសម្រេចចិត្តថាការចុះឈ្មោះត្រៀមជឿទៅលើជំនាញ VR ហ្នឹងពិតប្រាកដថាយើងពិតជាឆ្លាញ់ទៅលើជំនាញហ្នឹងមែនអាចថាវាជាកត្តាដ៏ធំមួយដែលជា motivation សម្រាប់ឲ្យយើងធ្វើទៅរកភាពជោគជ័យបូកជាមួយនឹងការខំប្រឹងរៀនក៏ដូចជាការតស៊ូអំណត់របស់យើងផងដែរអូខេចឹងវីដេអូនេះនឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងទទួលបានការចែករំលែកពីបងប្អូនអរគុណផងដែរអូខេ bye bye see you for the next video bye bye